លទ្ធផលសរុបពេលផឹកមកផឹកលេងមកផឹកចូលអត់អាធំទាញអត់ទីខ្លាំងណាដបងវាយត្រីគាត់អូយបាទនៅនេះឥឡូវយើងចូលមួយខ្ញុំអត់បានដាក់កាមេរ៉ាថតតឹងដៃល្អមើលវិញយើងបាន2ក្បាលខ្មានមួយក្បត់មួយសួស្តីអ្នកនាងស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូថ្ងៃនេះយើងមកប្រឡងបបកថៃទៀតតែខ្ញុំភ្លេចយកជើងកាមេរ៉ាមកឲ្យតបានថៃបានថតឥឡូវខ្ញុំគប់សិននោះសមាត់ទ័រចូលមួយ1គីឡូថៃ1គីឡូ2គីឡូសមាថៃឌូឌៀបវ៉ាបាទនៅនេះឥឡូវយើងចូលមួយខ្ញុំអត់បានដាក់កាមេរ៉ាថតតឹងដៃល្អមើលវិញប៉ិនបាត់ជើងនេះខ្លះគីឡូឥឡូវគាត់ពងតាមយកឆ្នោហើបដេញតែអត់ខំតែនេះឥឡូវចូលថៃទី2បាទអើយឌឹបប៉ិនកជើងនេះឥឡូវយើងបាន2ក្បាលខ្មានមួយក្បត់មួយសិតតែរបស់ខ្ញុំតើអត់តន់ស្រាយធុងចេញមកអត់តន់ស្រាយសំណាញ់ដាក់ថៃមកវាអត់ខំអត់ចូលតែឥឡូវគាត់ស្រាយមក2ក្បាលបាត់មួយផ្លែឥឡូវអត់មានកាមេរ៉ាដាក់ឲ្យថតមើលឡាយតែឥឡូវខ្ញុំប្រែដាក់ជើងកាមេរ៉ាចោលចូលអត់អាធំទាញអត់ទីខ្លាំងណាដបងវាយត្រីគាត់អូយណាដោះត្រីបាច់ដោះពួកឯងចេះដោះអញតើ1គីឡូអើយហើយម្រាយពួកឯងជិះពួកនេះអានេះត្រូវខាងពួកតើពួកនេះនេះកប់សេរីហ่าម៉ែឲ្យថតទៅជាប្រហែលមួយកូនមួយកូនមួយត្រូវម៉ាច់អញចាំពុកទៅចាំតែបាត់នេះចូលពេកញ៉ាជាជួយមកចាំមុនទៅអីណាទៅស្ទូចទៅមកដាក់ដៃជោមិនបានប៉ុណ្ណឹងពួកនេះទេបាយប៉ុណ្ណឹងមិនជើងហើយអងស្នាគប់ជាពាក់នុយធ្លាក់នៅមុខនេះតាពាក់ហើយទាញមកបរាយពាក់ហើយអានេះវាសង្ងំលេបនុយអញវាបឺតនុយអញលេបបាត់ណាអត់លេបចូលកាពេអត់លេបកើតទេគាត់នេះពាក់មាត់វាបាត់ហើយចង់ឆាប់ងាប់មែនឆាប់ចង្អោលវាមែនចូលហើយមើលអាចូលធៀមវាវត្តចេញពីធៀមមកវិញនុយអូខេហើយបានចូលទឹកបាត់ហើយដាច់នេះបាត់ដាច់កញ្ចប់បាត់អូខេហើយយើងអានេះស្អីអីស្អុយជើងហ៎ងាប់ត្រីអស់ហើយស្អុយជើងកាជើងនេះលទ្ធផលនេះ3លេខសែងខ្ញុំអានេះធំជាងគេខ្ញុំនេះឆ្នាំទាំងអស់ហ្នឹងរបស់ខ្ញុំធំជាងគេនេះខ្ញុំបាន3ក្បាលតែឯងនេះបានសិតធំខ្ញុំទៅលេខគោចុយបានអ្នកគ្នាបន្ទាប់ពីយើងស្ងៀមថ្ងៃថងមួយថាយើងចុះមកគប់ខ្សែទៀតចូលទៅខ្មានមួយធំដែរហើយជាលើស10គីឡូហើយបន្ទាប់មកក៏លេងបានថៃទៀតដែរចូលដល់ម៉ោង2យើងចាប់ដើមសម្រាប់វិញទៅសារមេលទ្ធផលសរុបពេលហើយយើងរៀបចំឲ្យបានទៅផ្ទះខ្ញុំ3តែឯងអានេះមួយបាទអ្នកនរគឺពេលហ្នឹងគឺខ្ញុំនិយាយថាខ្លាចស្ទះតែមិនខ្លាចស្ទះទេគឺខ្លាចភ្លេចហ្នឹងដោយសារមេឃវាចាប់តាមធ្វើទុកហើយម៉ោង2កន្លះហ្នឹងចាប់តាមធ្វើទុកខ្លាំងមែនតើគឺយើងអត់អាចនៅលេងតបានទេដោយសារមេឃដោយសារដីនៅហ្នឹងគឺប្រភេទផ្លូវគឺទៅវិញដីចកាទេយើងតែភ្លៀងគឺយើងចេញមកវិញអត់រួចទេចាំមានតែយើងសម្រាប់ចិត្តថាចេញមកផ្ទះវិញលេងចប់កណ្ដាលទីតាមពិតថៃលេងដល់ល្ងាចមួយតង់ទៀតតែ
ផ្លូវនៅហ្នឹងតាមានមេភ្លៀងគឺយើងជិះចេញមកផ្ទះវិញអត់រួចទេអញ្ចឹងមានតែសម្រាប់ចិត្តថាយើងឈប់ត្រឹមហ្នឹងហើយក៏អរគុណអ្នកគ្នាដែលមើលវីដេអូនេះដល់ចប់ផងដែរសូមជួយចុច like subscribe និង follow page ខ្ញុំផងបាទហើយក៏សូមអរគុណអ្នកគ្នាម្ដងទៀតហើយជូនពរអ្នកគ្នាជួបតែរឿងល្អៗនិងសុខភាពល្អគ្រប់គ្នាបាទអរគុណ